สบายใจสบายใจหนังมันอ่ะยังไงสบายใจเลยมองไปข้างหน้าไว้มองข้างดอมเป็นใจดอมเป็นใจมามันง่ายใหญ่มาก็บุญลานเยอะเลยเจนจะปรำคือมีลานดัดลำตุ่มนิ่งสดนางลานดัดตุ่มนิ่งที่มวยนางลานดัดมนุษย์เนี่ยได้โชว์รูมมั้งเนี่ยโชว์รูมเธอทำมานี่ตีตังนี่คือตีตังในหมกฟ้าน้าจะลงมีหนอมกำวิธีáดัดหนอมกำวิธีvậyបាទសូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនទាំងអស់ដែលនៅតាមដានតាមបណ្ដាញសង្គមបាទថ្ងៃនេះគឺជាថ្ងៃទី27បាទខែកក្កដាឆ្នាំ2025ខ្ញុំបាទមនីរួមជាមួយនឹងបងប្អូនដែលរួមដំណើរជាមួយគ្នាដែលមកកាន់ទីតាំងតំបន់ភាគសឹកបាទហើយមកដល់ពេលនេះយើងឃើញថាទស្សនវិជ្ជាទូទៅរួមឃើញថាបងប្អូនប្រជាពលរដ្ឋដែលជំលះមកពីតំបន់ជួបបញ្ហាហ្នឹងយកមកដាក់កាន់ទីតាំងនេះតែម្ដងតែអញ្ចឹងឃើញថាបងប្អូនក៏មានច្រើនកកជារៀងផុតដែរប្រហែលជា5,000គ្រួសារហ្នឹងហើយខ្ញុំសួរមិញណាតែអញ្ចឹងខ្ញុំ5,000គ្រួសារបាទខ្ញុំសួរបងប្អូនប្រហែល5,000ក៏ត្រឹមតិចតួចមកពីខាងណាបានអូ demo ហ្នឹងណាខ្ញុំសួរបងប្អូនមិញថាមកពីសំរងស្មាច់ស្រុកចុងកាល់ហ្នឹងឯងស្រុកចុងកាល់ផងហើយនេះក្បែរហ្នឹងខ្លះគាត់អ្នកច្រើនគេគឺអ្នកនៅស្មាច់ជាមួយនឹងក្រុងសំរងហ្នឹងឯងបាទអ្នកស្មាច់ច្រើនអូស្មាច់ហ្នឹងណាបាទតែទឹកភ្នែកហ្នឹងអួលណែនហើយរីករាយដែរបងប្អូនយើងនៅជុំគ្នាចេះសាមគ្គីគ្នាអូនឥឡូវគាត់មកផ្ទាល់នេះគឺឡានជំនាញហ្នឹងបានដឹកអីមកអើយដឹកបន្លែដែលបងប្អូននៅផ្សារផ្នែកលមាហើយនឹងនៅផ្សារតាម៉ាន់នៅបវលឥឡូវបានយកមកចែកជូនបងប្អូននៅជនភៀសខ្លួនហ្នឹងមកដល់នេះអស់ហើយពេលដែលមកឃើញបងប្អូនតាមផ្លូវទៅដល់ទីនេះនិយាយទៅអារម្មណ៍ស្រក់ទឹកភ្នែកបណ្ដោយមកពីណាពួកខ្ញុំមកពីខ្នាចរមាសស្រុកបវលហើយដល់ពេលមកឃើញទស្សនវិជ្ជាអញ្ចឹងស្រក់ទឹកភ្នែកហ្នឹងមែនតាតាមផ្លូវមកសាពះទៀតហើយយើងមានអីចែកគ្រប់ហ្នឹងហើយអ្នកជួក្រោយสนมពោលសុំឃើញអញ្ចឹងហើយសុំជួយផងបន្តទៅទោះជាតិចតួចជាពិសេសតង់ភ្លៀងមកអត់មានអីទេនេះសុំបងប្អូននៅខាងក្រោយហ្នឹងជួយជាតង់ជួយជាអីក៏បានដែរជួយជាថវិកាទៅឲ្យក្រុមការងារគាត់មកជាស្បៀងអាហារអីចឹងឲ្យក្រុមការងារគាត់ចាត់ចែងអញ្ចឹងស្អីក៏យកដែរហើយយើងនៅស្រុកតែយើងសោះណាវាមកវាមិនមកម៉ាត់ចុងក្រោយយើងមកនឹងឃើញភាពកង្វះខាតនៃចម្បងហ្នឹងលើអ្វីខ្វះចម្បងគឺដូចប្រជាជនអត់មានតង់ប្រើតង់ចាតង់មើលអត់មានទេហើយខ្លះមកសុំយើងទៀតណាហើយយើងអត់មានលទ្ធភាពទេពីព្រោះអីយើងក៏បានតែនាំអវ៉ាន់អវ៉ែមកតិចតួចអញ្ចឹងអ្នកដែលមានលទ្ធភាពអីអាចជួយមកចាដែលយើងឃើញទស្សនវិជ្ជាបែបនេះយើងនឹងការជឿចាប់យ៉ាងម៉េចចង់និយាយថាឃើញទស្សនវិជ្ជាបែបនេះខ្ញុំមានការជឿចាប់ខ្លាំងណាស់ព្រោះអីប្រជាជនខ្ញុំនៅសុខស្រួលនៅសន្តិភាពល្អណាស់មូលហេតុអីបានគេមកឈ្លានពានឲ្យប្រជាជនខ្ញុំវេទនាខ្លាំងណាស់ពួកវាមកឈ្លានពានយើងមុនអត់មានយើងទៅបៀតបៀនគេទេយើងអត់មានហេតុផលអីទៅបៀតបៀនគេទេពីព្រោះអីប្រទេសយើងតូចទាបអញ្ចឹងយើងមានហេតុផលអីត្រូវតែឈ្លានពានគេមកឈ្លានពានយើងមុនទេសំណូមពរឲ្យអន្តរជាតិមើលផងសូមប៉ុណ្ណឹងចាគ្រប់ដល់បងប្អូនទាំងអស់ខ្ញុំមកនេះខ្លោចផ្សារណាឃើញបងប្អូនយើងខ្លះអត់តង់ខ្លះអីអត់អីឲ្យរត់ចូលផ្ទះចូលសំបែងស្នោគាត់ណាអីមកពីខាងណាវិញខ្ញុំមកពីខាងអាដាមចេះអីជំរាបពីនោះមកមានគ្នាប៉ុន្មានអ្នកខ្ញុំមកនេះច្រើនណាមកគ្រួសារខ្ញុំនឹងប្រហែលជាចូល20នាក់ប
ប៉ុន្តែវាមានកូនក្មេងច្រើនអាយុមកខួបកន្លះឲ្យវាទៅហ៊ាននៅឯខាងច្រកណែលងវែងអញ្ចឹងណាចាហើយទៅពេលអញ្ចឹងទៅយកកូនមកផ្ញើនៅនឹងក្មួយច្រើនណានៅនឹងខាងណាដែរមកពីខាងឈើក្រំអសតេឈើក្រំអីម៉ាណែមានគ្នាម៉ានអ្នកខ្ញុំ10នាក់ចេះពេលអីមានក្មេងៗទូចៗនៅរៀនទៅហើយមាននៅរៀនមួយហើយនឹងចៅទូចប៉ុណ្ណេះមួយហើយក៏នេះចៅមួយទៀតអញ្ចឹងពេលពួកគាត់ឆ្លៀនពៀនមកអញ្ចឹងប៉ះពាល់ដល់ការរៀនច្រើនចាខ្ញុំបានរៀនអានសូត្រមកបណ្ណាបើឡាយតរត់អញ្ចេះតែឆ្នាំងតាចានយកបានផងគិតឲ្យទៅរួចសិនចេះមានវាយស្នំពោដល់បងប្អូនសប្បុរសធម៌យើងស្នំពោឯងដល់បងប្អូនទាំងអស់ដែលគាត់មានជីវវិកាអុយមកជួយដល់ប្រជាជនទាំងអស់គ្នាមិនថាក្រុមគ្រួសារខ្ញុំឬក៏បងប្អូនគ្រប់ទូទៅទាំងអស់តែក្នុងនៅក្នុងប្រទេសកម្ពុជាវាប៉ះពាល់ទាំងអស់តែគ្នាឡើងមកពីខាងណាដែរនៅខាងខុងកពោះនៅណាមកអូតូបានមកវិញហើយមានអីបងមានមីមានអីជុំមើលរៀបរាប់អាការហូបចុកហ្នឹងបានមកពីណាហូបចុកវាមិនធ្វើហូបដាំបាយយ៉ាងម៉េចគឺមិនយកបត់មកពីផ្ទះខ្លួនឯងយកមកពីផ្ទះហើយទិញគេតាមនេះអូស្មាច់ហើយមកនឹងបានថ្ងៃហើយមក4ថ្ងៃឡើយ4ថ្ងៃហើយបានណយអីខ្លះនៅបានតំអត់កទេលអត់អីឥឡូវមានអីសំណូមពរដល់ខាងសំណូមពរពូសុខជនសុំតោសុំភួយសុំកទេលតង់ចាសុំមងព្រោះដេកមុខខាំហើយណាមួយភ្លៀងមកជោគដីសើមមូសច្រើនក៏ច្រើនក៏ច្រើនហើយបានឆ្នាំមូសខ្លាំងណាស់ហ្មងចាបានទុកមូសនៅអត់មានទេ